មានបងប្អូនណាខ្លះដែលបានជិះកាតតាមបណ្ដោយផ្លូវវត្តបូហើយបានឃើញរូបដែលគេគូរនៅលើជញ្ជាំងមានរូបអ៊ីអ្នកជិតខាងកំពុងតែអុំទូកព្រមទាំងមានពូម្នាក់កំពុងបង់ត្រីព្រមទាំងមានបងប្អូនស្រីពីរនាក់អុំទូកលក់បន្លែផ្លែឈើនៅតាមបណ្ដោយផ្ទះលិចទឹកឃើញរូបភាពនេះហើយខ្ញុំដឹងច្បាស់ថាពុកម៉ែបងប្អូនបានจะនឹកឃើញដល់កំពង់ភ្លុកឬក៏ចុងគ្នាចឹងថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមិត្តភក្តិទាំងអស់គ្នាទៅទស្សនានិងជិះទូកលេងមើលអ្នកភូមិនៅភូមិកំពង់ភ្លុកថាតើបរិយាកាសនារដូវទឹកស្រកនេះតើមានលក្ខណៈយ៉ាងដូចម្ដេចថ្ងៃនេះដែរខ្ញុំបានទៅជាមួយនឹងក្រុមមិត្តភក្តិរបស់ខ្ញុំមានទាំងជនជាតិបរទេសផងដែរ4-10នាក់ដែលយើងបានជិះទូកមួយជុំគ្នាហើយយើងបានជិះទៅលេងកំពង់ភ្លុកដោយអ្នកនរបានឃើញអញ្ចឹងថាទស្សនវិជ្ជាពេលដែលយើងជិះកាត់កាណូតជិះកាត់ទូកហើយនឹងស្ដាប់សំឡេងកាណូតមានអារម្មណ៍ថាប្លែកហើយស្រស់ស្រាយមែនទែនហើយនេះគឺជាលើកទី1សម្រាប់ខ្ញុំផងដែរអ្នកសៀមរាបប៉ុន្តែមិនដែលបានទៅទស្សនាមើលឃើញនេះធ្លាប់ទៅចុងគ្នាចៃដន្យឲ្យមានភ័ក្រមកពីភ្នំពេញជាអ្នកនាំដើរវិញក៏បានទៅឃើញនឹងផ្ដិតយកទស្សនវិជ្ជារូបភាពវីដេអូបង្ហាញជូនពុកម៉ែបងប្អូនទស្សនាអញ្ចឹងទៅនៅទីនេះមានអីច្រើនពិសេសអីទេក៏ថាយើងអាចរំហែកំសាន្តក៏ដូចជាចំណាយពេលស្វែងយល់អំពីទស្សនវិជ្ជានិងការរស់នៅបែបបទរបស់អ្នកភូមិនៅទលេសាបយើងថាតើពួកគាត់រស់នៅយ៉ាងដូចម្ដេចពេលឃើញទស្សនវិជ្ជានៅកំពង់ភ្លុកនៅទលេយើងទៅបាននឹកឃើញចម្រៀងមួយបទដូចចង់បង្ហើបសន្លេងបន្តិចនេះបុប្ផាភូមិបាក់ព្រាសាក់បន្តិចទៅណាអូភូមិបាក់ព្រានាពេលសូរិយារៀបលិចរលោព្រិចរំលេចពួរព្រំសូវ៉ានក្រៅពីបានជាទូកដែលអ្នកភូមិក៏នាំមើលព្រៃលិចទឹកហើយក៏មិត្តភ័ក្តិរបស់ខ្ញុំក៏នៅគ្នាបន្តដំណើរឡើងទូកទៅមើលព្រះអាទិត្យលិចនៅកណ្ដាលទន្លេម្ដងតែមុននឹងទៅនេះឃើញមួយក្បាលឡើងធំកម្មាំងនេះច្រឡំលបូតនេះរតនាទេបើនិយាយអំពីបរិយាកាសដែលយើងជុំគ្នាជាមួយមិត្តភ័ក្តិរបស់យើងនៅពេលល្ងាចហើយអង្គុយមើលព្រះអាទិត្យលិចជាមួយនឹងការញ៉ាំអាហារហៅpicnic ស្នាក់នៅពេលល្ងាចគឺថា romantic ហៅអនុជាអនុស្សាវរីយ៍ល្អសម្រាប់ការជួបជុំមិត្តភ័ក្តិជាក្រុមអញ្ចឹងណាប៉ុន្តែបើសិនជាមានភ្ញៀវទេសចរឬក៏ក្រុមហ៊ុនរៀបចំ picnic dinner ឬក៏ស្នាក់ពេលល្ងាចមើលព្រះអាទិត្យលិចណាគឺថា very good memory សម្រាប់ការចងចាំដែលគិតបានមកលេងនៅខេត្តទេសចរវប្បធម៌របស់យើងក្រៅពីតំបន់ប្រាសាទគឺមានតំបន់ភ្នំព្រមទាំងទន្លេសាបដែលអាចមើលព្រះអាទិត្យលិចឬក៏ព្រះអាទិត្យរះហ្នឹងបានយ៉ាងស្រស់ស្អាតផងដែរកុំឲ្យគេថាអ្នកសៀមរាបគេដែលបានមកឃើញបានមកមើលផ្ទាល់ណាប្រយ័ត្នចាញ់គេមកពីខេត្តមកពីរាជធានីគេបានមកដើរលេងមើលឃើញផ្ដិតរូបជាមួយនឹងបរិយាកាសពិតអញ្ចឹងណាមើលទៅគឺអនុស្សាវរីយ៍ល្អសម្រាប់ការមកលេងខេត្តសៀមរាបប្រយ័ត្នគេថាអ្នកនៅសៀមរាបរាប់ឆ្នាំហើយនៅមុខអង្គរមិនដែលបានទៅឃើញអាងតែនៅក្បែរនៅចិត្តចង់ទៅថ្ងៃណាក៏បានតាមពិតគឺរងថ្ងៃទៅមិនឃើញរហូតដល់មានបានទៅមែនណាញាត់ស្ដាយក្រោយក្រោយពីបានទស្សនាវីដេអូនេះហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាចំណាយពេលបានម្ដងទៅលេងនិងថតរូបវីដេអូផ្សព្វផ្សាយចែករំលែកដល់ពុកម៉ែបងប្អូនយើងដើម្បីគាត់បានមកលេងផងហើយក៏ដូចជាបានជួយដល់ជីវភាពបងប្អូនដែលរស់នៅក្នុងតំបន់ទេសចរកំពង់ភ្លុកខេត្តសៀមរាបបើស្រឡាញ់ចូលចិត្តវីដេអូនេះបានកុំភ្លេចជួយ like ជួយ share និង follow page ម្នាក់មួយផងដើម្បីតាមដាននិងទស្សនាវីដេអូថ្មីៗបន្តទៀតនៅពេលនេះអរគុណបងប្អូនសូមជម្រាបលាបាយបាយ